រៀបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាសម្លម្ជូរប្រលិតតោះឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាគ្រឿងផ្សំរបស់យើងមានដូចជាគល់ស្លឹកគ្រៃម្ទេសរំដេងស្លឹកក្រូចម្អមហើយនិងអំពិលទុំសម្រាប់បន្លែយើងដាក់ប្រលិតឲ្យបងប្អូនចូលចិត្តប្រគួតយើងដាក់តកួនទៅសម្រាប់ត្រីយើងមានកូនត្រីលាយជាមួយកំពឹសតោះឥឡូវយើងចាប់ផ្ដើមចម្អិនទាំងអស់គ្នាបន្ទាប់ពីទឹកពុះយើងចាប់ផ្ដើមដាក់គ្រឿងយើងចូលមានដូចជារំដេង2ចំណិតគល់ស្លឹកគ្រៃស្លឹកក្រូចសើចប្រហុក1ស្លាបព្រាហើយយើងចាក់កូនត្រីយើងចូលទាំងអស់បន្ទាប់ពីពុះរួចយើងចាប់ផ្ដើមដាក់គ្រឿងថែមមានប៊ីចេង1ចុងស្លាបព្រាអំបិល1ស្លាបព្រាប៊ីចេងកន្លះស្លាបព្រាបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ផលិតយើងចូលបន្ទាប់ពីទឹកពុះយើងចាប់ផ្ដើមដាក់ទឹកអំពិលយើងចូលជាចុងក្រោយយើងដាក់ម្អមយើងចូលពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ